ខ្ញុំបាទតារាស្វាគមន៍បងប្អូនទាំងអស់គ្នាបន្តនៅការសម្រាយរឿងអ្នកស្នងអំណាចធ្នូប្រលឹងភាគទី11ដែរជាភាគបន្តរបស់យើងបន្ទាប់ពីហ្វឹកហាត់ទៅតាមចលនាដាវនៃផ្ទាំងគំនូរដែលបានបង្ហាញស៊ូមូបាយជាមិនអាចរកឃើញនៅបច្ចេកទេសស្នៀតចុងក្រោយនៃចលនាដាវនៅក្នុងផ្ទាំងគំនូរបានភ្លាមនឹងស្នៀតចុងក្រោយនៃចលនាដាវវាបានហោះចេញពីផ្ទាំងគំនូរដោយមិនបានបង្ហាញការគំរាមកំហែងណាមួយឲ្យបានដឹងមុនឡើយក្នុងកលៈទេសៈបថុញញយបែបនេះស៊ូមូមិនអាចធ្វើអ្វីបានក្រៅពីស្រែកអាយ៉ាជាអ្វីទៅរលាតគេចចេញក៏ប៉ុន្តែចលនាដាវនៃស្នៀតទី3នោះចេះហោះកាច់ពុតពេនធ្វើការវាយប្រហារជាបន្តបន្ទាប់ដែលមិនអនុញ្ញាតឲ្យស៊ូមូគេចបានដោយងាយស្រួលនោះទេហេតុអ្វីបានជាវាមានភាពឆ្លាតវៃនៅក្នុងការវាយប្រហារបែបហ្នឹងល្អមកម្ដងទៀតចុះខ្ញុំត្រៀមខ្លួនរួចហើយបញ្ចេញសម្រៃលោតកាប់ចលនាដាវនៃស្នៀតចុងក្រោយនោះបានបន្តធ្វើការវាយប្រហារដោយហោះចេញពីផ្ទាំងគំនូរទាំង3បន្ទាប់ពីហោះបំបុកពីខាងលើវាក៏បានហោះបំបុកពីខាងក្រោមវិញធ្វើការទប់ទល់ខ្ទាតចេញស៊ូមូគឺបានដឹងហើយថាវាគឺពិតជាខ្លាំងណាស់កម្លាំងដាវនៃស្នៀតមួយនេះគឺពិតជាខ្លាំងពេកហើយដោយកម្លាំងបច្ចុប្បន្នរបស់ខ្ញុំមិនគ្រប់គ្រាន់ដើម្បីទប់រងជាមួយនឹងវានោះទេគិតបន្តិចស៊ូមូក៏បានស្រែកហៅវាចូលមកម្ដងទៀតដោយគិតថាខ្លួនឯងប្រកាសជាអាចទប់ទល់បានលើកនេះតែអ្វីដែលមិននឹកស្មានដល់វាគឺខ្លាំងជាងមុនជាច្រើនដងដែលផ្លែដាវបាននាំយកមកជាមួយនឹងធម្មពលរន្ទះឆក់ស៊ូមូលងចង់ដាច់ផ្ងាព្យាយាមទប់ទល់ហើយទប់ទល់ទៀតដៃរបស់គេប្រែទៅជាស្ពឹកជង្គង់បានញ័រចម្ប្រប់គេក៏បានដឹងហើយថានេះទើបជាការវាយប្រហារដ៏ពិតប្រាកដនៃស្នៀតមួយនេះចលនាដាវលើកទី1និងលើកទី2អំបញ្ញមិញគ្រាន់តែជាការបញ្ឆោតទេដូចជាអ្វីដែលយើងធ្លាប់បានដឹងអញ្ចឹងស៊ូមូការហ្វឹកហាត់របស់គេដរាបណាដែលហ្វឹកហាត់មិនចេះគឺគេមិនសម្រាកឡើយបន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់នៅពេលថ្ងៃគេក៏បានធ្វើការបបបាញ់និងបរិភោគបន្តិចរួចក៏បន្តហ្វឹកហាត់ដល់ពេលរាត្រីសម្រាប់បន្តិចក៏ត្រឡប់មកហ្វឹកហាត់វិញសកម្មភាពនៃការហ្វឹកហាត់របស់ស៊ូមូចេះតែបន្តទៅដោយបែបនេះពីមួយថ្ងៃទៅមួយថ្ងៃរយៈកាលបានកន្លងផុតទៅវាគឺអស់រយៈពេលជាយូរមកហើយការរអ៊ូរទាំនៃភាពហត់នឿយនេះបានមកលើឡើងឲ្យយើងដឹងថាវាគឺចំណាយពេលរហូតដល់តែ6ខែដើម្បីបញ្ចប់នៅជំហានដំបូងនៃបច្ចេកទេសស្នៀតវូវៃកម្រិតទី1ហើយស៊ូមូបានចំណាយពេលបន្ថែមទៀតរហូតដល់តែ10ខែដើម្បីអាចបញ្ចប់នៅកម្រិតទី2នៃបច្ចេកទេសដាវវូវៃមានតែរហូតមកដល់ពេលនេះទេទើបគេអាចបញ្ចប់នៅកម្រិតទី3នៃស្នៀតដាវវូវៃបានខ្លាំងណាស់សមត្ថភាពស៊ូមូនៅពេលនេះគឺពិតជាខ្លាំងណាស់ដុំថ្មដ៏ធំត្រូវបានពុះបំបែកដោយដាវឈើដែលនៅក្នុងដៃចំណែកដើមឈើដ៏ធំហើយខ្ពស់ដែលនៅចំពោះមុខគេនោះត្រូវបានកាប់រំលើងគល់និងបានកាត់ផ្ដាច់វាជា2-3កំណាត់ដោយសារតែដាវឈើដ៏តូចនៅក្នុងដៃរបស់គេតែប៉ុណ្ណោះលើបឿនកាន់តែលឿនស្នៀតដាវក៏កាន់តែរហ័សកម្លាំងដែលត្រូវបានបញ្ចេញក៏កាន់តែខ្លាំងត្រឹមតែបច្ចេកទេសស្នៀតដាវវូវៃទាំង3ចលនាបានចំណាយពេលរបស់ស៊ូមូរហូតដល់តែ2ឆ្នាំ3ខែនៅក្នុងការហ្វឹកហាត់នៅចលនាទាំង3ស្នៀតនេះត្រឡប់ចូលទៅក្នុងល្អាងវិញនៅពេលនេះស៊ូមូមានចេតនាចង់យកឈ្នះលើផ្ទាំងគំនូរទាំង3ដាវមួយបានហោះចេញមកពីផ្ទាំងគំនូរទី1ក៏ប៉ុន្តែត្រូវបានស៊ូមូយកឈ្នះបានដោយងាយបច្ចេកទេសនៃស្នៀតដាវទី2ក៏បានហោះចេញមកដូចគ្នាហើយក៏ត្រូវបានយកឈ្នះដោយស៊ូមូបានដោយងាយដូចគ្នាដែរលើកដាវឡើងភ្នែកសម្លឹងទៅខាងមុខធម្មពលដ៏ខ្លាំងហើយនឹងខ្លាំងបានផ្ទុះចេញពីរាងកាយរបស់ស៊ូមូឥតឈប់ឈប់សម្រែករបស់គាត់បានស្រែកចេញការរួមបញ្ចូលគ្នាទាំង3ស្នៀតនៃបច្ចេកទេសដាវវូវៃបាំងជញ្ជាំងថ្មដែលដើមឡើយផ្ទាំងគំនូរទាំង3បាននៅនោះក៏បានបាក់ធ្លាក់ដួលរលំคล้ายជាបំណែកថ្មតូចៗនៅពេលនេះសូម្បីតែចលនាទី3នៃផ្ទាំងគំនូរក៏ស៊ូមូអាចយកឈ្នះបានដែរធ្វើការគោរពរួចហើយស៊ូមូក៏បានដើរចាក់ចេញពីទីនោះដោយត្រឡប់ទៅកាន់លំនៅឋានរបស់គេវិញជាមួយនឹងវង្វេចខោអាវដែលគេបានវេចមកនិងទទួលបានធ្នូចម្លែកដែលបានបន្សល់ទុកដោយបុព្វបុរសចំនួនទី15ផងដែរនៅពេលនេះស៊ូមូហាក់ដូចជាពេញកំឡោះទៅហើយគួរតែជាគេមានអាយុជិត20ឆ្នាំដោយយើងឃើញតែជើងមនុស្សម្នាក់ដែលកំពុងតែដេកនៅលើអង្រឹងនៅពេលនេះគឺមិនមែនជាជើងរបស់ជីតាចាស់នោះទេគឺជាជើងស៊ូមូបន្ទាប់ពីត្រឡប់មកពីការហ្វឹកហាត់វិញថ្ងៃណាក៏គេដេកដែរដែលមិនធ្វើអ្វីនោះទេទង្វើមួយនេះរបស់ស៊ូមូបានធ្វើឲ្យជីតាចាស់គឺពិតជាខឹងជាខ្លាំងមិនមានមួយថ្ងៃណាដែលគាត់មិនវាយស៊ូមូឡើយគាត់ថែមទាំងបានស្ដីបន្ទោសថាជាមួយនឹងអាយុរបស់ស៊ូមូនិងភាពខ្លាំងក្លារបស់គេនោះមិនត្រឹមតែនឹងអាចក្លាយទៅជាមេទ័ពធំនោះទេបើទោះបីជាត្រូវដឹកនាំជំរំមូលរំទាំងមូលក៏ដោយក៏ស៊ូមូមានសមត្ថភាពដែរហេតុអ្វីបានជាត្រូវបណ្ដោយឲ្យខ្លួនឯងមិនធ្វើអ្វីសោះមកដេកទាំងព្រឹកល្ងាចយប់ថ្ងៃបែបនេះទៅវិញខណៈពេលដែលភ្នែកមិនទាំងបើកផងនោះស៊ូមូក៏បានតបទៅកាន់ជីតាចាស់ខ្ញុំគឺមានគោលបំណងរបស់ខ្ញុំហើយដូច្នេះខ្ញុំមិនចាំបាច់ទៅធ្វើរឿងទាំងអស់នោះទេគាត់ក៏ភ្ញាក់ផ្អើលដែរសួរថាអ្វីគឺជាសេចក្តីប្រាថ្នារបស់ឯងទៅគេក៏បានឆ្លើយប្រាប់ទៅកាន់ជីតាគឺជាជីវិតដ៏សាមញ្ញមួយពោពេញទៅដោយភាពស្មោះត្រង់រស់នៅក្រោមពន្លឺព្រះអាទិត្យគឺជាជីវិតដែលស្រស់បំព្រងបំផុតនេះគឺជាសេចក្តីប្រាថ្នាដែលមាននៅក្នុងចិត្តរបស់គេនៅពេលដែលបានស្ដាប់ឮបំណងប្រាថ្នារបស់ស៊ូមូកាលណាហើយធ្វើឲ្យជីតាចាស់គឺពិតជាខឹងជា
ខ្លាំងឈើច្រត់ដែលនៅជាប់នឹងដៃលោតសំពងពេញមួយទំហឹងអាក្មេងមិនល្អតែខ្ញុំដែលប្រដៅឲ្យឯងមានបំណងប្រាថ្នាអញ្ចឹងទេតាំងពីតូចមកតែនេះមែនទេគឺជាអ្វីដែលឯងហាត់ចេះបន្ទាប់ពីទទួលបានការបង្រៀនពីខ្ញុំអស់រយៈពេលជាច្រើនឆ្នាំគ្រាន់តែថាឈើច្រត់ដ៏ខ្លាំងនិងរហ័សនោះវាស៊ូមូមិនត្រូវនោះទេបូករួមទាំងកណ្ដាប់ដៃឆ្វេងស្ដាំរបស់គាត់ផងដែរដាល់ស៊ូមូមិនចូលឡើយគេថែមទាំងបានប្រាប់ទៅកាន់គាត់ទៀតផងលោកតាគឺចាស់ហើយកុំចំណាយកម្លាំងច្រើនពេកដើម្បីវាយខ្ញុំអីលោកតាគឺមិនអាចវាយខ្ញុំត្រូវរឹតតែមិនអាចវាយឈ្នះខ្ញុំទៅទៀតដូចជាអ្វីដែលគេបាននិយាយអញ្ចឹងកណ្ដាប់ដៃដ៏ខ្លាំងរបស់គាត់នោះត្រូវបានស៊ូមូយកមករៀមដៃតែមួយធ្វើការទប់រងប៉ុណ្ណោះពេលយប់ក៏បានមកដល់ពីអ្នកជីតានិងចៅបានអង្គុយទល់មុខគ្នាដោយជីតាចាស់បាននិយាយទៅកាន់ស៊ូមូមិនចាំបាច់គិតច្រើនទេឯងគឺមានភារកិច្ចមួយដើម្បីត្រូវបំពេញដោយចាំបាច់ត្រូវធ្វើដំណើរទៅកាន់ទីក្រុងហើយស្វែងរកអនាគតភរិយារបស់ឯងដែលត្រូវបានភ្ជាប់ពាក្យជាមួយនឹងគ្នាកាលពី20ឆ្នាំមុនដើម្បីអាចនឹងបន្តខ្សែឈាមត្រកូលអូលជីជាបន្តទៀតមើលតែទឹកមុខរបស់គេក៏ដឹងថានៅពេលនេះស៊ូមូខ្ជិលប៉ុណ្ណាដែរគេបាននិយាយថាចាំបើយកប្រពន្ធនៅក្បែរជើងភ្នំនេះតើមិនបានទេលោកតាចាំបាច់អីទៅឆ្ងាយយ៉ាងហ្នឹងដែលគាត់បានបន្តនិយាយរៀបរាប់ប្រាប់ទៅកាន់ស៊ូមូថាមិនអាចទេពីព្រោះកូនកំមុំរបស់ស៊ូមូគឺនៅទីក្រុងស៊ីឈွန်ដែលជាសមាជិករបស់គ្រួសារថាងកាលពីស៊ូមូអាយុ4ឆ្នាំជីតាចាស់គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងគ្រួសារនៃត្រកូលថាងហើយបានធ្វើពិធីភ្ជាប់ពាក្យរវាងស៊ូមូជាមួយនឹងកូនស្រីរបស់ម្ចាស់គ្រួសារថាងរួចស្រេចទៅហើយគ្រួសារថាងគឺជាគ្រួសារដ៏រឹងមាំនិងធំបំផុតមួយនៅតំបន់ស៊ីឈွန်ដែលធ្វើឲ្យពួកគេក្លាយទៅជាគ្រួសារដ៏ធំមួយនៅក្នុងចំណោមគ្រួសារដ៏ធំអស្ចារ្យទាំង5នៅក្នុងរាជធានីចុងយួនត្រាគុជមួយចំហៀងនេះគឺបញ្ជាក់ថាឯងគឺជាកូនកំឡោះនៃគ្រួសារថាងនៅពេលដែលឯងបានទៅដល់វិមាននៃគ្រួសារថាងគ្រាន់តែបង្ហាញនៅត្រាគុជមួយនេះពួកគេប្រកាសជាអាចនឹងរាក់ទាក់ដែលអស់ពីចិត្តជាជាមិនខានរួចគាត់ក៏បានដកចេញនៅគម្ពីរបេះដូងសត្រាបរិសុទ្ធប្រគល់ទៅកាន់ស៊ូមូដើម្បីឲ្យគេយកទៅកាន់ម្ចាស់ដើមដែលជាអារាមសៅលីងដែលមានទីតាំងតែមួយជាមួយនឹងផ្លូវដែលស៊ូមូត្រៀមនឹងទៅព្រឹកនេះថ្ងៃបន្ទាប់ក៏បានមកដល់នេះគឺជាពេលវេលាដែលស៊ូមូត្រូវចាក់ចេញពីជ្រលងភ្នំដែលគេបានរស់នៅសាច់រឿងក៏បានកាត់មកកន្លែងមួយនៅតាមដងផ្លូវមានមេតបម្នាក់កំពុងតែបំបល់សេះជាមួយនឹងលបឿនលឿនគេហាក់ដូចជាកំពុងតែត្រូវបានដេញតាមសម្លាប់ពីវងមនុស្សដែលនៅខាងក្រោយបំបល់សេះបណ្ដាគេក៏បានរអ៊ូបណ្ដាបញ្ហាទាំងអស់នេះគឺបានកើតឡើងដោយសារតែចិត្តរបស់ខ្ញុំទុនពេកគេចង់ស្ដាយក្រោយពេលនេះវាក៏ហាក់ដូចជាហួសពេលបន្តិចទៅហើយសេះដែលគេកំពុងតែជិះក៏ស្រាប់តែហោះធ្លោបន្ទាប់ពីទទួលរងនឹងការវាយប្រហារពីមនុស្សដែលនៅខាងក្រោយដោយមិនអាចពន្យាពេលបានបរិះម្នាក់នឹងក៏បានសុំអភ័យទោសទៅកាន់សេះរបស់ខ្លួនរួចដកកូនកបិនចាក់បង្ហើយជីវិតសេះដែលកំពុងតែត្រដោកខ្យល់នោះបើទោះបីជាបែបនឹងក៏ដោយចេតនារបស់គេដែលចង់សម្លាប់សេះនឹងរួចហើយព្យាយាមរត់គេងគឺត្រូវបានបរាជ័យបន្ទាប់ពីហ្វូងមនុស្សដែលមកពីខាងក្រោយគឺបានតាមទាន់គេរួចធ្វើការឡោមព័ទ្ធមេសម្ព័ន្ធបានចុះពីលើខ្នងសេះណែនាំខ្លួនឈ្មោះតារ៉ូគឺជាម្ចាស់សម្ព័ន្ធបៃហឺមកទីនេះមានចេតនាចង់យកជីវិតក្មេងប្រុសម្នាក់នឹងឯងនៅពេលបានដឹងចេតនារបស់មនុស្សមកខាងទៀតហើយនោះក្មេងប្រុសម្នាក់នឹងមិនបង្អង់យូរដកចេញនៅដាវគេរួចក៏និយាយដូចគ្នាខ្ញុំគឺជាមនុស្សរបស់កុលសម្ព័ន្ធយូគូសុកចិត្តស្លាប់ក៏មិនចោះចូលជាមួយនឹងសត្រូវដែរអញ្ចឹងយើងគួរតែធ្វើការបញ្ចប់មួយទៅយ៉ាលោតកាប់ត្រូវបានម្ចាស់សម្ព័ន្ធដែលមានឈ្មោះថាតារ៉ូនោះធ្វើការទប់រងលំពេងគេក៏ពិតជាខ្លាំងនៅពេលបានក្រវ៉ាត់ចេញក្មេងប្រុសនៃកុលសម្ព័ន្ធយូគូបានព្យាយាមគេចត្រូវមួកដាច់ចេញពីក្បាលដែលសូម្បីតែដើមឈើដែលនៅខាងក្រោយក៏បានកាត់ផ្ដាច់ជាពីរបំណែកពិតជាមិនធម្មតានិងពិតជាមិននឹកស្មានដល់ស្បែករបស់ម្ចាស់សម្ព័ន្ធបៃហឺឈ្មោះថាតារ៉ូនោះក៏ពិតជាមានភាពតាន់ស្វិតខ្លាំងណាស់ដែលក្មេងប្រុសម្នាក់នោះបានកាប់ចូលទៅហើយក៏ប៉ុន្តែវាស្រាប់តែឡងរបូតទៅជាប់ជាមួយនឹងដើមឈើដោយសារតែប៉ះទង្គិចជាមួយនឹងសាច់ស្បែកដៃរបស់គាត់នោះឯងគេក៏បានសរសើរទៅកាន់ក្មេងប្រុសនោះផងដែរថាពិតជាមានសមត្ថភាពដែលត្រឹមតែជាក្មេងស្ថិតនៅក្នុងអាយុប៉ុណ្ណេះបែរជាអាចទប់ទល់ជាមួយនឹងគាត់បានជាច្រើនស្នៀតតើឯងឈ្មោះអ្វីទៅគេក៏បានរៀបរាប់ប្រាប់ថាខ្លួនឈ្មោះគូយកជាម្ចាស់សម្ព័ន្ធតូចនៃសម្ព័ន្ធយូគូខ្ញុំសង្ឃឹមថានៅពេលដែលលោកបានដឹងពីឋានៈរបស់ខ្ញុំទៅហើយលោកនឹងអាចឲ្យខ្ញុំស្លាប់ដោយមានកិត្តិយសបន្តិចទៅចោះធ្វើមកឌឺម្ចាស់សម្ព័ន្ធបៃហឺក៏បានឆ្លើយប្រាប់ថាខ្លួននឹងធ្វើតាមអ្វីដែលក្មេងប្រុសនោះស្នើសុំលំពេញនៅមុតស្រួចហើយនឹងខ្លាំងរបស់ម្ចាស់សម្ព័ន្ធបៃហឺបានលើកឡើងជាមួយនឹងសំឡេងស្រែកឡើងថាយ៉ាវានៅឡើយមិនទាន់បានកាប់ចោះទេម្ចាស់សម្ព័ន្ធបៃហឺក៏ស្រាប់តែស្រែកឡើងម្ដងទៀតដោយការឈឺចាប់មើលច្បាស់គេក៏បានស៊ីមួយគ្រាប់ព្រួញចំកដាលស្មាទៅហើយខឹងខ្លាំងណាស់តើជានរណាទៅដែលលួចវាយប្រហារយើងលោតចុះមកពីលើដើមឈើនៅក្បែរនឹងស៊ូមូបានបង្ហាញវត្តមានរបស់គេជាមួយនឹងស្នាមញញឹមសួរថាឯងកំពុងតែរកខ្ញុំអាងគ្នាច្រើនធ្វើបាបគ្នាតិចបែបនេះតើវាមិនយុត្តិធម៌ពេកទេឬឃើញមនុស្សប្លែកថ្មីបានបង្ហាញខ្លួនម្ចាស់នៃសម្ព័ន្ធបៃហឺក៏បានអតិសនាមខ្លួនឯងទៀតហើយថាឈ្មោះតារ៉ូជាម្ចាស់សម្ព័ន្ធបៃហឺរួចចោះឯងគឺជានរណាដែរស្ងាបន្តិចស៊ូមូក៏បានឆ្លើយប្រាប់ថាគេគឺគ្មានគេឈ្មោះល្បីអ្វីនោះ
ទេគ្រាន់តែបានធ្វើដំណើរឆ្លងកាត់ទីនេះងងុយដេកពេកកឡើងដេកទៅចុងឈើមួយផ្លែតហើយស្រាប់តែភ្ញាក់ឡើងនៅក្នុងស្ថានភាពមួយនេះទៅឬបែបនឹងម្ចាស់ស្ពាន់បាយហើយក៏បាននិយាយទៅកាន់ស៊ូមូបើឯងបានដឹងពីសមត្ថភាពខ្លួនឯងនៅពេលនេះហើយនោះគ្រាន់តែលុតជង្គង់នៅចំពោះមុខខ្ញុំនឹងអាចរក្សាសាកសពទាំងមូលរបស់ឯងឲ្យនៅល្អបានជ្រុងមកខាងនេះមករបស់គេបានលើកឡើងជាស្នាមញញឹមចង់ឲ្យខ្ញុំលុតជង្គង់អញ្ចឹងដកព្រួយមកបាញ់ចេញនៅក្របទី1និងក្របទី2ជាមួយនឹងក្របទី3ទាហាននៃសម្ព័ន្ធបាយហើយក៏បានលុតជង្គង់ចោះព្រមគ្នាបន្ទាប់ពីត្រូវបានបាញ់ដោយក្របព្រួយរបស់ស៊ូមូចំក្បាលជង្គង់ថែមទាំងបានគម្រាមថាបើសិនជាឲ្យខ្ញុំឃើញមុខពួកឯងលើក្រោយទៀតខ្ញុំនឹងសម្លាប់ដោយគ្មានលក្ខខណ្ឌនោះទេចំណាយមកដល់5នាទីផងស៊ូមូបានកំចាត់ពួកគេទាំង5ទាំង6នាក់បានបាត់ទៅហើយក្មេងប្រុសដែលជាម្ចាស់តូចនៃកុលសម្ព័ន្ធយូគូបានធ្វើការអរគុណទៅកាន់ស៊ូមូដែលបានជួយជីវិតគេក៏បានសួរថាអ្នកទាំងអស់នេះហាក់ដូចជាមកពីកុលសម្ព័ន្ធតែមួយជាមួយនឹងលោកហើយអ្វីបានជាពួកគេវាយប្រហារគ្នាឯងទៅវិញគេក៏បានរៀបរាប់ប្រាប់ថាមនុស្សទាំងអស់នេះកាលពីពេលមុនគឺជាមនុស្សដែលរស់នៅក្នុងកុលសម្ព័ន្ធយូគូជាមួយគ្នាពិតមែនក៏ប៉ុន្តែមួយរយៈពេលក្រោយពួកគេក៏បានបំបែកប្រែក្លាយទៅជាកុលសម្ព័ន្ធមួយផ្សេងទៀតដូចជាត្រូវបានហៅថាកុលសម្ព័ន្ធបាយហើយតែងតែព្យាយាមវាយប្រហារមកកាន់កុលសម្ព័ន្ធយូគូយើងនៅដណ្ដើមវិទីទឹកដីទៀតផងចោះថាតើពេលនេះអ្នកប្រុសចង់ធ្វើដំណើរទៅណាដែរព្រាមនឹងស៊ូមូក៏ស្រាប់តែនឹកឃើញរួចក៏សួរទៅកាន់ក្មេងប្រុសម្នាក់នឹងតើផ្លូវទៅកាន់អារាមសាវលីងទៅតាមផ្លូវណាទៅហើយវាឆ្ងាយពីទីនេះឬក៏អត់គេក៏បានប្រាប់វាគួរតែចំណាយពេលជាង20ថ្ងៃទើបអាចទៅដល់អារាមសាវលីងស៊ូមូក៏បានបន្តសួរចុះបើសិនជាចង់ទៅដល់ទីក្រុងស៊ីឈွန်នៃគ្រួសារທາງនោះគួរតែត្រូវចំណាយរយៈពេលប៉ុន្មានថ្ងៃក្មេងប្រុសនោះក៏បានប្រាប់ថាបើសិនជាធ្វើដំណើរតាមផ្លូវហើយមិនជួបជាមួយនឹងបញ្ហាអ្វីនោះគួរតែចំណាយពេលជាង6ខែតែបើសិនជាមានបញ្ហាខ្លះៗនៅតាមផ្លូវវាក៏គួរតែអាចចំណាយពេលមិនក្រោម1ឆ្នាំទេទើបអាចធ្វើដំណើរទៅដល់ទីនោះស្ដាប់នៅការរៀបរាប់របស់ក្មេងប្រុសនៅពេលនេះស៊ូមូឡើងកញ្ញាញ់ខួរក្បាលទៅហើយលោកតាបានប្រាប់ខ្ញុំថាដើម្បីទៅដល់ទីក្រុងនៃគ្រួសារທາງគួរតែចំណាយពេលមិនដល់1ខែទេចុះនេះគឺជាអ្វីទៅរយៈពេល6ខែទៅ1ឆ្នាំវាមិនមែនជារយៈពេលតិចតួចទេវាមានន័យថាគាត់កំពុងតែកុហកខ្ញុំមែនទេលោកតាហេតុអ្វីបានជាកុហកខ្ញុំដែលជាចៅលោកតាម្ដងហើយម្ដងទៀតបែបនេះទៅវិញពេលនឹងក្មេងប្រុសជួយកក៏បានអញ្ជើញស៊ូមូទៅកាន់សម្ព័ន្ធរបស់គេមុនពេលដែលចាក់ចេញទៅកាន់ទីក្រុងនៃគ្រួសារທາງផងដែរជ្រុលជាដំណើរផ្លូវនៅវែងឆ្ងាយបែបនេះទៅហើយស៊ូមូក៏បានធ្វើដំណើរទៅជាមួយនឹងក្មេងប្រុសម្នាក់នឹងនៅពេលនោះផងដែរសម្រាប់ភាពនេះក៏ត្រូវបានបញ្ចប់រងចាំទស្សនានៅភាពបន្តបើចង់ដឹងថាសាច់រឿងទៅជាយ៉ាងណាខណៈពេលនេះខ្ញុំបាទតារាសូមលាយើងនឹងចាំជួបគ្នានៅវីដេអូក្រោយបាយបាយ